ព្រំដែនកម្ពុជាថៃមិនដែលស្គាល់ទេពាក្យថាសន្តិភាពនេះក៏ព្រោះតែអំពើរំលោភបំពានរាប់សិតវត្សរបស់ថៃហើយអ្វីដែលរួនបេះដូងប្រជាជាតិខ្មែរខ្លាំងបំផុតនោះគឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ឈឺចាប់នៅក្នុងឆ្នាំ2025នៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនមករំលឹកឡើងវិញអំពីព្រឹត្តិការណ៍ដែលថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យភាពកម្ពុជានាថ្ងៃទី28ឧសភា2025វេលាម៉ោង 5:30 នាទីព្រឹកខណៈពេលដែលភាគីខ្មែរនៅស្ងប់ស្ងាត់យោធាថៃបានលួចរះឆ្មក់មកលើជំរកទាហានខ្មែរនៅតំបន់មុំ3ខេត្តព្រះវិហារដោយគ្មានការជួយដំណឹងជាមុនសោះស្ថានភាពដ៏តានតឹងមួយផ្លេតនោះបានបន្សល់នៅសោកនាដកម្មដ៏ធ្ងន់ធ្ងរមួយដោយវីរៈកងទ័ពកម្ពុជាម្នាក់ត្រូវពលីជីវិតយ៉ាងអយុត្តិធម៌បំផុតក្រោយពីសោកនាដកម្មនោះភាគីថៃបានបន្តធ្វើឲ្យវិបត្តិកាន់តែជ្រៅថែមទៀតតាមរយៈការសម្រេចចិត្តបិទច្រកព្រំដែនជាឯកតោភាគីនៅរសៀលថ្ងៃទី7មិថុនាឆ្នាំ2025ព្រឹត្តិការណ៍ជាបន្តបន្ទាប់ទាំងនេះហើយដែលក្រោយមកធ្វើឲ្យឆ្នាំ2025បានក្លាយជាឆ្នាំមួយដែលកូនចៅខ្មែរគ្រប់ជំនាន់មិនអាចនឹងមិនត្រូវបំភ្លេចបានប្រសិនបើយើងក៏លេចមកមើលប្រវត្តិសាស្ត្រមហិច្ឆតាឈ្លានពានលេបទឹកដីរបស់សៀមគឺមិនមែនជារឿងថ្មីនោះទេត្រង់កន្លែងនេះយើងត្រូវអរគុណផងដែរដល់កិច្ចអន្តរាគមន៍ពីអាណានិគមបារាំងព្រោះបើគ្មានបារាំងទេផែនទីនិងដែនដីកម្ពុជាបច្ចុប្បន្នប្រហែលជានឹងត្រូវបាត់បង់ស្ទើរតែទាំងស្រុងសមិទ្ធផលសំខាន់ទី1គឺអនុសញ្ញាបារាំងសៀមឆ្នាំ1904ដែលបានបង្ខំឲ្យសៀមបកគោលដែនដីខេត្តមលូព្រៃទន្លេពៅដែលស្ថិតនៅត្រើយខាងលិចនៃទន្លេមេគង្គមកឲ្យកម្ពុជាវិញហើយដែលមានប្រាសាទព្រះវិហារនៅក្នុងនោះផងដែរទី2គឺសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ដែលបានតម្រូវឲ្យសៀមបកគោលខេត្តភៀកពីយ័ព្យរួមមានបាត់ដំបងសៀមរាបនិងស្រីសុភ័ណ្ឌមកឲ្យខ្មែរវិញនិងទី3គឺលទ្ធផលនៃការសិក្សាស្រាវជ្រាវនិងខណ្ឌសីមារបស់គណៈកម្មការព្រំដែនចម្រុះបារាំងសៀមដែលបានឈានដល់ការបង្កើតផែនទីឧបសម្ព័ន្ធមួយនៃតំបន់ជួរភ្នំដងរែកដែលជាឯកសារផ្លូវការបញ្ជាក់យ៉ាងច្បាស់ថាប្រាសាទព្រះវិហារស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទោះមានផែនទីផ្លូវការយ៉ាងនេះក្តីថៃនៅតែលើកទ័ពចូលមកតំបន់ប្រាសាទព្រះវិហារនៅឆ្នាំ1954រហូតដល់ឆ្នាំ1959ព្រះបាទនរោត្តមសីហនុបានប្តឹងថៃទៅតុលាការ ICJ ហើយតាមរយៈសារក្រមនៅថ្ងៃទី15មិថុនា1962នៅទីបំផុតកម្ពុជាបានឈ្នះក្តីជាប្រវត្តិសាស្ត្រដោយតុលាការប្រកាសថាប្រាសាទព្រះវិហារជារបស់កម្ពុជាសូមបញ្ជាក់ថាកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី14ធ្នូ1955ដែលធ្វើឲ្យកម្ពុជាក្លាយជាភាគីនៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិឬ ICJ ដោយស្វ័យប្រវត្តិចូលមកដល់ថ្ងៃទី7កក្កដា2008ប្រាសាទព្រះវិហារត្រូវបានចុះជាបញ្ជីបេតិកភណ្ឌពិភពលោកត្រឹមតែ8ថ្ងៃក្រោយមកទាហានថៃបានឆ្លងដែនមកលុយវត្តកែវសុខាគិរីស្វារៈសាជាថ្មីដោយអះអាងថាខ្លួនឯងមានសិទ្ធិលើដី 4.6 គីឡូម៉ែត្រកន្លះរហូតដល់ឆ្នាំ2013តុលាការ ICJ បានបកស្រាយសាលដីកាឆ្នាំ1962សាជាថ្មីថាដីជុំវិញប្រាសាទទាំងមូលជារបស់ខ្មែរជាដាច់ខាតនៅត្រង់កន្លែងនេះយើងមិនទាន់រំលឹកដល់ការឈ្លានពានរបស់សៀមមុនសម័យកាលដែលបារាំងមកដាក់អាណានិគមផងបន្ទាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងនេះយើងឈានមកដល់ឆ្នាំ2025ជាឆ្នាំដែលធ្វើឲ្យប្រជាជនខ្មែរគ្រប់រូបកាន់តែភ្លឺភ្នែកស្គាល់ច្បាស់ពីសន្តានពិតរបស់ជាតិសាសន៍មួយនោះផ្ដើមចេញពីការប៉ះទង្គិចកាលពីថ្ងៃទី28ឧសភា2025វិបត្តិនេះបានផ្លាស់ប្ដូរទៅជាការប្រយុទ្ធគ្នាយ៉ាងស្រួយស្រាវនៅលើសមរភូមិរយៈពេល5ថ្ងៃចាប់ពីថ្ងៃទី24កក្កដាឆ្នាំ2025ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់សង្គ្រាមទ្រង់ទ្រាយធំជំនួបចរចាបញ្ញាបញ្ញាលមួយត្រូវបានរៀបចំឡើងនៅប្រទេសម៉ាឡេស៊ីក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមព្រមទាំងមានការចូលរួមពីតំណាងសហរដ្ឋអាមេរិកនិងចិនផងដែរភាគីទាំងពីរបានឈានដល់ការព្រមព្រៀងលើបទចុះបាញ់ដែលគ្មានលក្ខខណ្ឌដែលចាប់ផ្ដើមអនុវត្តពីអត្រាថ្ងៃទី28ខែកក្កដាឆ្នាំ2025ទោះជាមានកិច្ចព្រមព្រៀងក្តីភាគីថៃនៅតែបន្តរំលោភបំពានស្មារតីបទចុះបាញ់ជាបន្តបន្ទាប់ថ្ងៃទី29កក្កដាឆ្នាំ2025វេលាម៉ោង 7:50 នាទីព្រឹកបន្ទាប់ពីបទចុះបាញ់ចូលជាធរមានទាហានថៃបានប្រើល្បិចហៅទាហានខ្មែរមកថតរូបអនុស្សាវរីយ៍ប៉ុន្តែភ្លាមៗនោះបានបញ្ជាកម្លាំងបង្កប់ឲ្យចាប់ខ្លួនយោធិនកម្ពុជាចំនួន20នាក់ក្នុងហេតុការណ៍នោះយោធិនខ្មែរម្នាក់ត្រូវបានបាញ់សម្លាប់ភ្លាមៗក្រោយមកយោធិនខ្មែរ2នាក់ត្រូវបានដោះលែងនៅថ្ងៃទី1ខែសីហាឆ្នាំ2025ដោយយោធិនយើងម្នាក់មានបញ្ហាស្ទះអារម្មណ៍និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរឯយោធិនខ្មែរ18នាក់ផ្សេងទៀតត្រូវបានភាគីថៃឃុំឃាំងដោយខុសច្បាប់អន្តរជាតិទាំងស្រុងអស់រយៈពេល155ថ្ងៃរហូតដល់ព្រឹកថ្ងៃទី31ធ្នូ2025ទើបមានការដោះលែងឲ្យមានសេរីភាពឡើងវិញដូចនេះយើងដឹងថាចាប់ពីមានបទចុះបាញ់នៅប្រទេសម៉ាឡេស៊ីមកភាគីថៃនៅតែបន្តរំលោភបំពាននិងឈ្លានពានលើទឹកដីយើងម្ដងហើយម្ដងទៀតរហូតដល់ចំណុចមួយដែលការទូតនិងការចរចាលែងមានប្រសិទ្ធភាពវិបត្តិនេះក៏បាននាំឲ្យមានសង្គ្រាមលើកទី2ដែលមានវិសាលភាពធំធេងនិងបំផ្លិចបំផ្លាញជាងមុនរាប់សិបដងសង្គ្រាមលើកទី2នេះមានរយៈពេល21ថ្ងៃដែលបានចាប់ផ្ដើមផ្ទុះឡើងនៅថ្ងៃទី7ធ្នូ2025
នៅក្នុងសង្គ្រាមលើកនេះយោធាថៃបានប្រើប្រាស់អាវុធនិងយុទ្ធភ័ណ្ឌគ្រប់ប្រភេទរួមទាំងយន្តហោះចម្បាំងដោយបានហោះរំលោភចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជាមិនតែប៉ុណ្ណោះគេថែមទាំងបានប្រើប្រាស់គ្រាប់បែកផ្សែងនិងគ្រាប់បែកចង្កោមដែលច្បាប់អន្តរជាតិហាមឃាត់ដើម្បីវាយប្រហារបាញ់កំទេចប្រាសាទតាក្របីយ៉ាងធ្ងន់ធ្ងរនិងបង្កការខូចខាតយ៉ាងដំណំលើប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរការទម្លាក់គ្រាប់បែកបានរីករាលដាលរហូតដល់ស្រុកស្រីស្នំខេត្តសៀមរាបនិងតំបន់ភ្នំសំពៅនៃស្រុកបាណន់ខេត្តបាត់ដំបងដែលជាតំបន់ស្ថិតនៅឆ្ងាយពីខ្សែបន្ទាត់ព្រំដែននាព្រឹកព្រលឹមថ្ងៃទី13ធ្នូ2025យន្តហោះចម្បាំង F16 បានទម្លាក់គ្រាប់បែកកាត់ផ្តាច់ស្ពានមេទឹកលើកំណាត់ផ្លូវជាតិលេខ55នាយប់ថ្ងៃទី19ធ្នូ2025យន្តហោះចម្បាំង F16 បានទម្លាក់គ្រាប់បែកកាត់ផ្តាច់ស្ពានបេតុងអូជីដែលភ្ជាប់ចន្លោះស្រុកចុងកាលខេត្តឧត្តរមានជ័យនិងស្រុកស្រីស្នំខេត្តសៀមរាបដោយសារតែសកម្មភាពដ៏គួរឲ្យស្អប់ខ្ពើមនិងអមនុស្សជាតិរបស់សៀមនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់រាប់ពាន់គ្រួសារភាគច្រើននៅទូទាំងភូមិភាគ4ត្រូវបានបង្ខំចិត្តបោះបង់ចោលផ្ទះសម្បែងនិងភូមិកំណើតដើម្បីរត់ភៀសខ្លួនទៅកាន់ជម្រកសុវត្ថិភាពជាបណ្ដោះអាសន្នហេតុអីក៏រឿងតូចតាចតិចមួយក៏ធ្វើឲ្យពួកយើងកម្លាំងខាងក្រោយបាក់ទឹកចិត្តនៅពេលដែលកម្លាំងជួរមុខវិរៈកងទ័ពរបស់យើងកំពុងតែឈរជើងពលីដើម្បីពួកយើងទាំងអស់គ្នាគាត់អត់មានបាក់ទឹកចិត្តបន្តិចផងហ្នឹងគាត់មិនដឹងថាថ្ងៃណាគាត់នឹងត្រូវគ្រាប់ស្លាប់មិនដឹងថាពេលណាគាត់ពលីមិនដឹងថាពេលណាគាត់ត្រឡប់មករកប្រពន្ធកូនគាត់វិញហេតុអីក៏យើងនៅជួរក្រោយនេះកម្លាំងជួរក្រោយនេះគាត់តែរឿងបន្តិចបន្តួចសោះធ្វើឲ្យយើងបែកបាក់កម្លាំងសាមគ្គីរបស់យើងដើម្បីបញ្ចប់វិនាសកម្មនិងសង្គ្រាមលើកទី2នេះដំណើរការចរចាសន្តិភាពកម្រិតកម្ពុជាមួយត្រូវបានរៀបចំឡើងជាផ្លូវការនាថ្ងៃទី26តុលាឆ្នាំ2025នៅខាងក្រៅកិច្ចប្រជុំកម្ពុជាអាស៊ានលើកទី47នាទីក្រុងកូឡាឡាំពួរថ្នាក់ដឹកនាំកម្ពុជាថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងកូឡាឡាំពួរកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះមានការចុះហត្ថលេខានិងធ្វើជាសាក្សីផ្ទាល់ពីមេដឹកនាំពិភពលោកដែលរួមមានប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim